ជំរាបសួរពុកម៉ែបងប្អូនពេលព្រឹកថ្ងៃនេះខ្ញុំនឹងថកែក៏បាននាំយកបនកសលមកជូនពុកម៉ែបងប្អូនទាំងព្រឹកផងដែរហើយថកែរបស់ខ្ញុំក៏បានបបួលខ្ញុំមកទិញម្ហូបអាហារដើម្បីយកទៅដាក់បាតប្រគិនលោកពេលព្រឹកព្រោះអីពេលព្រឹកនៅប្រទេសគេមានលោកដើរបិណ្ឌបាតដូចប្រទេសខ្មែរយើងផងដែរពុកម៉ែបងប្អូនគឺប្រទេសខ្មែរនិងប្រទេសថៃគឺប្រពៃណីដូចគ្នាកាន់សាសនាវិពុទ្ធដូចគ្នាហើយថកែខ្ញុំក៏បានមកទិញម្ហូបនៅតាមស្រុកស្រែស្រុកគេពុកម៉ែបងប្អូនតាមដងផ្លូវអញ្ចឹងពេលព្រឹកអញ្ចឹងគឺតែងតែមានលក់ម្ហូបអាហារពេលព្រឹកដើម្បីគេយកទៅធ្វើការមួយក៏ដាក់បាតផងដែរចំពោះលោកសង្ឃគាត់ក៏និមន្តដើរបិណ្ឌបាតពេលព្រឹករាល់ថ្ងៃផងដែរហើយចំពោះថៅកែរបស់ខ្ញុំអុយតែថ្ងៃណាដែលថ្ងៃសិលក៏តែងតែមកទិញម្ហូបទិញអីយកទៅដាក់បាតផងដែរចំពោះថៅកែរបស់ខ្ញុំពុកម៉ែបងប្អូនហើយគាត់ក៏បានបបួលខ្ញុំមកទិញគាត់ក៏បានឈរនិយាយជាមួយអ៊ំស្រីពីរឿងនេះរឿងការលក់ដូរផងដែរព្រោះឯផ្ទះថៅកែរបស់ខ្ញុំគឺគាត់ដាំជាចេកដាំអីច្រើនផងដែរពុកម៉ែបងប្អូនទៅគាត់សួរអំពីការលក់ផ្លែចេកលក់អីផងដែរលក់ល្ហុងលក់ផ្លែចេកពុកម៉ែបងប្អូនហើយនៅស្រុកគេពេលព្រឹកការលក់ដូររបស់គេគេលក់តាមផ្លូវអញ្ចឹងឯងពុកម៉ែបងប្អូនហើយគាត់ក៏បានមកទិញជាសាច់ជ្រូកអាំងបើប្រែជាភាសាថៃគឺមូពីងពុកម៉ែបងប្អូនព្រោះឯនៅប្រទេសថៃគេល្បីរឿងមូពីងបាយតនើបសាច់ជ្រូកអាំងបាយតនើបផងដែរពុកម៉ែបងប្អូននៅប្រទេសថៃហើយថៅកែរបស់ខ្ញុំគាត់ក៏បានទិញជាសម្លហើយនឹងសាច់ជ្រូកអាំងដើម្បីយកទៅប្រគិនលោកផងដែរព្រោះឯពេលព្រឹកអញ្ចឹងគឺលោកដើរបិណ្ឌបាតច្រើនពុកម៉ែបងប្អូននៅក្របកលែងនៅប្រទេសនៅកន្លែងខ្ញុំនៅពុកម៉ែបងប្អូនតំបន់ស្រុកស្រែហើយសបោលោកដើរនិមន្តបិណ្ឌបាតចំពោះនៅស្រុកថៃគេជាស្រ័យផងចំពោះនៅស្រុកថៃលោកបិណ្ឌបាតគឺអត់យកលុយទេពុកម៉ែបងប្អូនយកតែបាយសម្លបើថាបច្ច័យអីលោកអត់ទទួលទេពុកម៉ែបងប្អូនបើថាអយគឺយើងអយយើងយកទៅប្រគេនអាចារ្យផ្សេងពុកម៉ែបងប្អូនបើថាលោកអត់ទទួលជាបច្ច័យទេពុកម៉ែបងប្អូនសម្រាប់ប្រទេសថៃប៉ុន្តែក្រោយពីថៅកែគាត់ក៏បានរៀបចំទិញរបស់របររួចខ្ញុំក៏បានថតវីដេអូឲ្យពុកម៉ែបងប្អូនឃើញអំពីទេសភាពខ្លះរបៀបស្រុកស្រែជនបទស្រុកគេពុកម៉ែបងប្អូនខ្ញុំនៅខាងខេត្តខូរ៉ាតនគររាជสีមាពុកម៉ែបងប្អូននេះឯងគឺជាស្រុកស្រែស្រុកគេផងដែរពុកម៉ែបងប្អូនហើយនៅទីនេះគេប្រកបអាជីវកម្មគឺធ្វើស្រែជាស្រ័យផងប្រកបអាជីវកម្មដាំដំឡូងដាំពោតដាំគ្រប់ដាំដំណាំគ្រប់យ៉ាងផងដែរបងប្អូនដូចជាស្វាយដូចអីផងដែរហើយតកែខ្ញុំគាត់ក៏បានជិះម៉ូតូមកដល់គាត់ក៏បានដាក់បាតអុយលោកផងដែរពុកម៉ែបងប្អូនហើយចំពោះព្រះសង្ឃនៅទីនេះគេអុយពោអត់សូវច្រើនដូចខាងខ្មែរយើងទេខាងខ្មែរយើងគឺអុយពោច្រើនបើថានៅថៃអុយពោបន្តិចនេះពុកម៉ែបងប្អូនហើយលោកសង្ឃកាត់ដើរបិណ្ឌបាតរាល់ថ្ងៃផងដែរខ្ញុំតែងតែឃើញលោកសង្ឃកាត់ដើរបិណ្ឌបាតហើយនៅក្បែរផ្ទះតកែខ្ញុំផងដែរនៅក្បែរនេះពុកម៉ែបងប្អូនហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃមើលវីដេអូខ្ញុំដល់ចប់ផងដែរហើយជូនបុណ្យកុសលដល់ពុកម៉ែបងប្អូនទាំងអស់គ្នាផងសា